នៅសល់ម្សៅដំណើបច្រើនបងប្អូនអត់ដឹងធ្វើនំអីឆ្ងាញ់បងប្អូនឲ្យសាធ្វើជាភេទនំប្រឡាក់ល្ងបែបនេះបានយើងមូលតូចៗពងចឹងទៅអូយគឺថាឈ្ងុយល្អខ្លាំងមែនតើសាច់នំខាងក្រៅបែបស្រួយៗហើយខាងក្នុងតូនបងប្អូនញ៉ាំត្រូវជាមួយល្ងខាងក្រៅហ្នឹងអូយគឺថាឈ្ងុយមែនតើបងប្អូនខ្ញុំនិយាយដែរប៉ុន្តែសាច់នំនេះពេលដែលបំពងឆ្អិនគឺញ៉ាំជក់មាត់ហើយបាត់ឈ្ងុយជួយបងប្អូនសាធ្វើបានពេលដែលយើងញ៉ាំទៅឈ្ងុយជាមួយល្ងផងឈ្ងុយជាមួយនឹងខ្ទិះដូងនៅផងហើយសាច់ម្សៅស្រួយៗអូយគឺថាញ៉ាំជុំគ្នាគឺឆ្ងាញ់មែនតើមុនដំបូងនេះខ្ញុំចាក់ទឹកខ្ទិះដូង150 មីលីលីត្រស្ករសខ្ញុំដាក់35 ក្រាមសម្រាប់ទឹកខ្ទិះដូងបងប្អូនអាចប្រើជាភេទខ្ទិះដើមក៏បានខ្ទិះចុងក៏បានដែរហើយខ្ញុំបានលាយអំបិលបន្តិចដែរខ្ញុំចាប់ដើមក្លុកគ្រឿងផ្សំទាំង3មុខហ្នឹងឲ្យវារលាយសព្វចូលគ្នាបានល្អយើងក្លុកបាត់ហ្នឹងរហូតដល់តែស្ករសហ្នឹងវារលាយសព្វចូលក្នុងខ្ទិះដូងសិនដោយសារតែខ្ញុំមានប្រដាប់វាយពងមាន់បែបនេះខ្ញុំយកមកក្លុកវាទៅលឿនបងប្អូនវាឆាប់ស្ករសរបស់យើងហ្នឹងវាឆាប់រលាយសព្វបានល្អម្សៅគឺខ្ញុំប្រើ3ប្រភេទបញ្ចូលគ្នាមានម្សៅអង្ករត្នោត165 ក្រាមហើយម្សៅដុតនំឬក៏ម្សៅ baking powder ខ្ញុំដាក់2 ក្រាមលាយជាមួយម្សៅពោតខ្ញុំដាក់40 ក្រាមហើយខ្ញុំចាប់ដើមច្បល់ម្សៅឬក៏ច្របាច់ម្សៅហ្នឹងឲ្យវាស្អិតល្មួតចូលគ្នាបានល្អខ្ញុំចំណាយពេលច្របាច់ម្សៅនេះប្រហែលជា3ទៅ4នាទីទេបងប្អូនគឺសាច់ម្សៅរបស់យើងវាស្អិតល្មួតចូលគ្នាបានល្អហើយនំម្សៅដំណាប់បំពងនេះដែរបើសិនជាបងប្អូនធ្វើច្រើនញ៉ាំអត់អស់អីចឹងណាពេលដែលបងប្អូនអ្នកនេះចង់ទុកបាន2ទៅ3ថ្ងៃពេលដែលយើងលាយគ្រឿងបងប្អូនគួរតែប្រើទឹកត្រជាក់ធម្មតាវិញកុំប្រើខ្ទិះដូងហើយយើងប្រើខ្ទិះដូងសាច់នំគឺទុកអត់បានយូរតែយើងទុកបានតែមួយថ្ងៃហ្នឹងគឺសាច់នំវារៀងផ្អូមបងប្អូនដោយសារយើងលាយជាមួយនឹងខ្ទិះដូងបងប្អូនចង់ទុកបានយូរយើងលាយជាមួយទឹកត្រជាក់ធម្មតាទៅហើយយើងកូររបៀបធ្វើគឺដូចតែគ្នាទេបងប្អូនយើងកូរស្ករសឲ្យវារលាយសព្វហើយយើងដាក់ម្សៅចូលទៅគាត់ថាសាច់ម្សៅរបស់យើងពេលដែលឆ្អិនទៅវាអត់សូវឈ្ងុយជាមួយនឹងក្លិនខ្ទិះដូងទេគាត់ថាយើងញ៉ាំទៅវាឈ្ងុយជាមួយល្ងខ្លាំងដូចគ្នាដែរបងប្អូនចង់ធ្វើមួយណាក៏បានដែរសម្រាប់ខ្ញុំនេះថាធ្វើតិចល្មមទេបងប្អូនចឹងទៅខ្ញុំចំណូលដែរខ្ទិះដូងវិញយើងលាយជាមួយនឹងខ្ទិះដូងតាសាច់នំវាកាន់តែបង្កើនរសជាតិកាន់តែឆ្ងាញ់ទៀតហើយសាច់នំនេះដែរខ្ញុំធ្វើរសជាតិរបស់វាអត់សូវផ្អែមខ្លាំងទេគាត់ថាយើងញ៉ាំបែបយ៉ាងឡមឈ្ងុយជាមួយល្ងចឹងអូយគាត់ថាញ៉ាំជក់មាត់មែនតើបងប្អូនមានពេលទៅធ្វើអីឲ្យសាធ្វើបានតែសោះម្សៅអង្គតំណាប់ច្រើនអីចឹងណាគួរតែសាធ្វើបងប្អូនសម្រាប់នំនេះខ្ញុំធ្វើមកច្រើនដងមែនតើគាត់ថារបៀបធ្វើមុនគឺថាវីដេអូអីបាត់អស់ហើយបងប្អូនថាតែ page របស់ខ្ញុំនឹងខូចចឹងណានេះគឺថា page ថ្មីទេបងប្អូនបើសិនជាចូលចិត្តវីដេអូដែលខ្ញុំធ្វើសូមបងប្អូនយកចុច follow page ខ្ញុំម្នាក់មួយផងណាឬក៏ share ក៏បានដែរបងប្អូន share ឲ្យបានច្រើនទៅដើម្បីបាន page ខ្ញុំមានអ្នកមើលច្រើនដូចគ្នាដែរដោយសារតែ page មុនហ្នឹងគឺថាខូចពី3 page ឯងបងប្អូនឲ្យថាស្ដាយខ្លាំងមែនតើមិនដឹងធ្វើមិនទេជាមួយនឹង Facebook ថាចាប់រហូតនងធ្វើវីដេអូ original ខ្លួនឯងទេវីដេអូស៊ីនផលិតខ្លួនឯងទេប៉ុន្តែនៅតែវាចាប់ខូចរហូតហើយចូលមកការបំពងនេះវិញមុនដំបូងប្រេងឆាបងប្អូនអត់ចាំបាច់ទុកឲ្យក្តៅទេយើងទុកឲ្យយើងចាក់ប្រេងឆាចូលក្នុងខ្ទះអញ្ចឹងហើយបើកភ្លើងហ្គាសបើកភ្លើងមធ្យមហើយយើងដាក់រៀបចំសាច់នំចូលទៅបំពងប្រហែលជា6 7នាទីហ្នឹងគឺឆ្អិនហើយនៅពេលដែលយើងដាក់សាច់នំចូលទៅបំពងហើយសាច់នំហ្នឹងវារៀងក្រៀមឬក៏វារៀងរឹងបន្តិចបងប្អូនយកចង្កឹះមកវីរហូតដល់វាជារង្វង់មូលយើងមកដើម្បីឲ្យសាច់នំរបស់យើងនេះវាឡើងមូលឬក៏វាឡើងប៉ោងបានស្អាតពេលដែលសាច់នំក្រហមស្អាតចេះមកបងប្អូនមើលទៅគួរតំណងគួរឲ្យចង់ញ៉ាំខ្លាំងមែនតែសំខាន់ក្លិនឈ្ងុយជាមួយនឹងល្ងហ្នឹងបងសាច់នំនេះមិនថាក្តៅឬក៏ត្រជាក់ទេគឺនៅតែស្រួយឆ្ងាញ់ដូចគ្នាបងប្អូនគួរតែសាកធ្វើរសជាតិគឺឆ្ងាញ់មែនតើញ៉ាំទៅបែបឈ្ងុយផ្អែមឡមញ៉ាំលេងញ៉ាំអីហ្នឹងគឺត្រូវមាច់បងប្អូន